សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ថ្ងៃទី2របស់ខ្ញុំហើយថ្ងៃនេះដែរគឺខ្ញុំចេញទៅផ្សារទំនើបដើម្បីទៅដើររើឆ្នាំងសាក់ដោយសារតែនៅអាឡម៉ង់ឆ្នាំងសាក់ទូរស័ព្ទគេអត់មានដូចយើងឯងគេប្រើដូចមូលហើយពេលខ្ញុំយកពីខ្មែរទៅហ្នឹងដូចយើងតប៉ែតហើយអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំចេញទៅដើររើឆ្នាំងសាក់ហើយថ្ងៃហ្នឹងអត់មានអីច្រើនទេដោយសារតែមេឃវាអត់សូវស្ងាត់មេឃវាមានពពកហើយភ្លៀងខ្លាំងហើយមួយទៀតខ្ញុំត្រូវទៅរើអែវអាងាហងដោយសារតែអែវខ្ញុំយកទៅហ្នឹងវាស្ដើងហើយខ្ញុំចាញ់តិចសម្រាប់គេអ្នកផ្សេងវិញគេអត់សូវល្ងាតែខ្ញុំគឺញាក់តែម្ដងសម្រាប់ខ្ញុំគឺល្ងាមែនតើខ្ញុំចាញ់តិចហើយចឹងថ្ងៃហ្នឹងគឺត្រូវទៅដើររើអែវផងទៅដើររើឆ្នាំងសាក់ហើយទៅមើលផ្សារទំនើបហើយថ្ងៃហ្នឹងអត់ដើរលេងច្រើនទេប៉ុន្តែពេលល្ងាចវិញគឺនៅដាច់យប់ដោយសារតែនៅអាឡម៉ង់នៅម៉ោង9:45នាទីឬក៏អាចទៅដល់ម៉ោង10យប់មិនថាថ្ងៃលិចដូចនៅក្នុងរូបហ្នឹងអញ្ចឹងគឺពួកខ្ញុំនៅដើរដល់ដាច់យប់អញ្ចឹងរហូតដល់ម៉ោង2ភ្លឺបានចូលផ្ទះវិញខ្ញុំនៅយូររហូតដល់ម៉ោង2ភ្លឺដោយសារតែចង់ដឹងថាតើនៅអាឡម៉ង់ពេលល្ងាចឬក៏ពេលយប់ហ្នឹងគេធ្វើអីគេចឹងហើយមនុស្សប្រកែផឹកណាផឹកនៅពេញតូបប៉ុន្តែគេដូចគេទិញប៊ីយ៉ាមកកំប៉ុងចឹងមកឈើឬក៏អង្គុយនិយាយគ្នាឡើងយូរអញ្ចឹងហើយសង្ស័យគាត់ជូនខ្ញុំនឹងដើរមើលទីក្រុង Monster អញ្ចឹងមែនពួកយើងនៅដល់ម៉ោង2ភ្លឺតែខ្ញុំអត់ផឹកឯគ្រាន់តែដើរមើលគេហើយចង់ដឹងថាជនជាតិគេមិនអញ្ចឹងណាពេលពួកស្ទៀវគេធ្វើមិនអញ្ចឹងណាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយពេលខ្ញុំដើរលេងយប់ហ្នឹងខ្ញុំអត់ថតទេដោយសារតែគ្រាន់តែមើលគេមើលអីអញ្ចឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នាថ្ងៃស្អែកនៅវីដេអូបន្តអរគុណច្រើនបាយបាយ